បាទសួស្តីអ្នកនរគ្នាហើយនឹងដែរគឺខ្ញុំមកនិយាយពីប្រវត្តិសៀវយៀនដែលគាត់នៅពីវ័យកុមារភាពរបស់គាត់ថាគាត់បានជួបរឿងអីខ្លះហើយនឹងរឿងរ៉ាវរបស់គាត់យ៉ាងម៉េចខ្លះមកគាត់ធ្វើគាត់ហត់ដល់កម្រិតដែលខ្លាំងអស្ចារ្យដែលយើងមើលថ្ងៃហ្នឹងតើឥឡូវចូលសាច់រឿងយើងទាំងអស់គ្នាតែម្ដងទៅសៀវយៀនកើតនៅក្នុងត្រកូលសៀវនៅក្នុងទីក្រុងវូថាកាលពីក្មេងគេបានចាប់ទុកគាត់ថាជាកំពូលអច្ឆរិយមនុស្សដែលអាចវឹកហាត់កម្លាំងធាតុបានដ៏ខ្លាំងព្រមគាត់ខ្លាំងតាំងពីក្មេងសៀវយៀននោះប៉ុន្មានឆ្នាំក្រោយមកយុទ្ធសាស្ត្ររបស់សៀវយៀនបានធ្លាក់ចុះភ្លាមយ៉ាងខ្លាំងធ្វើឲ្យមនុស្សជុំវិញខ្លួនគាត់បានសោកច្រមុះនិងមើលងាយគាត់យ៉ាងខ្លាំងមូលហេតុដោយសារតែយ៉ាវឡាវដែលបានស្ថិតនៅក្នុងចិញ្ចៀនរបស់សៀវយៀនដែលគាត់ពាក់ហ្នឹងបានស្រូបកម្លាំងធាតុរបស់គាត់រាល់ថ្ងៃអញ្ចឹងហើយជាច្រើនឆ្នាំដែរធ្វើឲ្យសៀវយៀនយើងក៏បានធ្លាក់កម្រិតខ្លាំងមែនទែនបាទបន្ទាប់មកសៀវយៀនក៏បានសំពះឲ្យលោកគ្រូយ៉ាវឡាវធ្វើជាគ្រូទៅលោកគ្រូយ៉ាវឡាវជួយស្ដារកម្លាំងធាតុរបស់សៀវយៀនឡើងមកវិញហើយក្រោយមកទៀតយ៉ាវឡាវហើយនឹងសៀវយៀនហ្នឹងក៏បានធ្វើដំណើរសងព្រេងដ៏អស្ចារ្យក៏បានទៅរកអណ្ដាតភ្លើងឋានសួគ៌ដែលអណ្ដាតភ្លើងនៃគាត់ប្រើណាដូចអ្នកគ្នាបានដឹងហើយថាអណ្ដាតភ្លើងនៃគាត់ប្រើមុនដំបូងគេបន្ទាប់មកសៀវយៀនក៏បានយកអណ្ដាតភ្លើងឋានសួគ៌ហ្នឹងធ្វើជាអាវុធដ៏សំខាន់របស់គាត់ហើយយ៉ាវឡាវក៏បានបង្រៀនសៀវយៀនឲ្យចេះពីការចម្រាញ់ថ្នាំដែរហើយសៀវយៀនគាត់មានការអត់ធ្មត់ខ្ពស់ទោះបីអ្នកចិត្តខាងគាត់ឬមួយអ្នកជំនាញខ្លួនគាត់នឹងមើលងាយគាត់យ៉ាងណាក៏ដោយក៏គាត់ត្រូវតែប្រឹងងើបឈរមកដោយចាប់ផ្ដើមពីចំណុច0រហូតមកដល់ចំណុចដែលយើងបានមើលគាត់រាល់ថ្ងៃហ្នឹងគឺថាតាំងពីយុទ្ធសាស្ត្រកាឡើងមកខ្លាំងតែម្ដងហ្នឹងឯងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរហើយអ្នកគ្នាបានទស្សនាហើយក៏កុំភ្លេចជួយ Subscribe ឲ្យខ្ញុំម្នាក់មួយផងឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូតទៅទៀតហ្នឹងហើយបើមានកំហុសខុសឆ្គងត្រង់ណាអីក៏សូមអ្នកគ្នាអធិស្ឋានផងបាទបាយបាយជំរាបលាអ្នកទាំងអស់គ្នា